ឆ្នាំ2026ហើយមានគោលដៅឆ្នាំថ្មីនៅសម្រាប់ខ្ញុំមានន័យថ្ងៃមុនអង្គុយមើលវីដេអូឃើញគេទៅដើរលេងនៅចិនតំណងដល់ហើយអញ្ចឹងឆ្នាំហ្នឹងខ្ញុំត្រូវទៅដាក់គោលដៅថាទៅដើរលេងនៅចិនឲ្យបានតែបើចាយលុយម៉ាក់ហ្នឹងសល់លុយទៅដើរលេងនៅចិនដែរព្រោះទៅចិនម្ដងដូចជាអស់$1000អីហ៎តោះយើងកាត់លុយទាំងអស់គ្នា$1000ស្ដាប់ទៅច្រើនណាស់តែចុះបើយើងចែកវាជាតូចហើយវាបាន12សន្លឹកមកវាស្មើនឹង12ខែអញ្ចឹងមួយខែយើងសន្សំត្រឹមតែប៉ុណ្្នេះទេប៉ុន្តែតើសន្សំទៅចេះតែដកលុយនឹងចាយរហូតអញ្ចឹងយើងគួរតែសន្សំនៅណាដើម្បីលុយយើងមានសុវត្ថិភាពហើយជួនកាលអាចបានការប្រាក់មកវិញទៀតណាមកខ្ញុំសូមណែនាំជាមួយនឹងគណនីប្រាថ្នារបស់អមរិត Mobile សម្រាប់ឆ្នាំថ្មី2026នេះការសន្សំរឹតតែមានភាពងាយស្រួលនិងចំណេញជាងមុនតាមរយៈអមរិត Mobile អ្នកទាំងអស់គ្នាអាចធ្វើការសន្សំជាមួយនឹងគណនីប្រាថ្នារបស់អមរិត Mobile អាចសន្សំចាប់ផ្ដើមពី$20000រៀលនៅក្នុងមួយខែក៏បានដែរបើមានអាសន្នត្រូវការដកលុយយកទៅប្រើប្រាស់មុនណាអ្នកទាំងអស់គ្នានៅតែអាចដកប្រាក់មុនការកំណត់នៅក្នុងគណនីប្រាថ្នានេះបានហើយអាចទទួលបានការប្រាក់ថែមទៀតនៅក្នុងស្ថានភាពរបស់ខ្ញុំបែបនេះហើយយើងសន្សំបែបតិចៗនៅក្នុងមួយខែអញ្ចឹងគណនីប្រាថ្នានេះគឺល្អមែនតើដោយយើងអាចបន្ថែមប្រាក់សន្សំបានគ្រប់ពេលអ្នកទាំងអស់គ្នាអាចសន្សំបានទាំងប្រាក់រៀលនិងដុល្លារ2026គឺជាឆ្នាំនៃការសន្សំដ៏ឆ្លាតវៃតោះចាប់ផ្ដើមសន្សំជាមួយគណនីប្រាថ្នាតាមរយៈអមរិត Mobile